Ok ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំមួយសារជាថ្មីម្ដងទៀតហ្នឹងហើយបងប្អូនទាំងអស់គ្នាយើងនៅខានចេញវីដេអូយូរខ្ញុំខានចេញវីដេអូយូរដោយសារតែខ្ញុំរវល់ការងារហើយនឹងការលក់ដូររបស់ខ្ញុំហើយនឹងបញ្ហាសុខភាពផងទៅគឺអត់សូវបានធ្វើវីដេអូទេឥឡូវអញ្ចឹងថ្ងៃនេះក៏ឆ្លៀតមកធ្វើវីដេអូមួយវីដេអូពាក់ព័ន្ធជាមួយនឹងការ download Omi TV កម្មវិធីដែលយើងឧស្សាហ៍លេងនេះចឹងបងប្អូនដោយសារតែលេងគ្នាលេងអី call គេ Omi TV អញ្ចឹងនៅក្នុង App Store គឺខ្ញុំសម្បត្តិលឺនៅក្នុង App Store គឺវាបានបាត់បងប្អូនបាត់ចេញព្រោះខ្ញុំមិនក៏ខ្ញុំឆ្ងល់ខ្ញុំរលំលុបចោលហើយឥឡូវបាត់អស់លីងអញ្ចឹងឥឡូវយើង search មើលsearch មើលពួកវាបាត់អស់លីងហ្នឹងបងប្អូននេះស្អាតចាស់មកអត់មានទេគឺបាត់ចេញពីក្នុងក្នុង App Store ហ្មងបងប្អូនគឺបាត់ឆឹងហ្មងអញ្ចឹងដើម្បីធ្វើវាបានបងប្អូនខ្ញុំមានរបៀបនៃការតឡើងវាដើម្បីធ្វើបានបងប្អូនចូលទៅកាន់ Safari របស់ iPhone យើងមកហ្នឹងហើយចូលមក Safari មកអូខេចាំតិចចេះទៅកុងពលឺបងប្អូនជួយខ្ញុំសុំតំណែងកុងដល់ហើយដាក់ទីសិនអូខេបងប្អូន search មកហើយបងប្អូន search Omi TV មកនេះបងប្អូន search វាមក Omi TV search វាមួយហើយបងប្អូននឹងឃើញ website Omi TV នៅខាងលើគេហើយនេះនៅខាងលើគេអស់ហ្មងណាចុចលើវាមួយមកយើងចូលលេង website ក៏បានយើងចង់ down វាចូលមកដាក់នៅខាងលើ screen របស់យើងក៏បានដែរឃើញទេបងប្អូននេះចេញមកអញ្ចឹងដើម្បី down Omi TV បានបងប្អូនត្រូវចុចសញ្ញាព្រួយនៅលើ iPhone បងប្អូនក៏លេខរកមើលពាក្យកន្លែង share ខាងលើនេះ share ជួនកាលវានៅខាងក្រោមតែដោយសារយើងប្រើនៅលើខ្ញុំប្រើនៅលើ iPad អញ្ចឹងទៅវាឃើញនៅខាងលើហើយបងប្អូនអញ្ចឹងបងប្អូនរកមើលកន្លែង share និងញ៉ាព្រួយខាងលើនេះបងប្អូនចុចខ្ញុំ zoom មកបន្តិចzoom បន្តិចបងប្អូននេះនៅខាងលើគេនេះសញ្ញាដៃខ្ញុំចូលហ្នឹងចុចលើវាមួយចាំមកវានឹងចេញជាទម្រង់បែបហ្នឹងហើយបងប្អូនឃើញទេវាចេញជាទម្រង់បែបហ្នឹងបងប្អូនយកពាក្យកន្លែងmoreនេះmoreកន្លែងនេះចុចលើ more មួយបងប្អូនអូនមកក្រោមបន្តិចមកបងប្អូនលើពាក្យថា add home screen នេះឃើញទេ add home screen នេះមកអូខេវាចេញទម្រង់មកហ្នឹងបងប្អូនចុច add មកអូខេឥឡូវនេះគឺយើងបាន Omi TV មួយហើយយើងមិនបាច់ចូលទៅក្នុង website អីដូចមិញទេអញ្ចឹងយើងចុចបើកវាមកគឺវាដូចការដែលយើងមាន download លើ app ផ្ទាល់អញ្ចឹងបងប្អូនអានេះជាលើសមួយដែលចែករំលែកដល់បងប្អូនហ្នឹងហើយពាក់ព័ន្ធជាមួយនឹងការ download វាហ្នឹងអូខេឥឡូវខ្ញុំ log in ជាមួយ email ខ្ញុំសាកមើលជាមួយយើង log in បានដោយសារ iPad ខ្ញុំអត់ទាន់មាន email បាទបងប្អូនដោយសារកន្លែងហ្នឹងគឺខ្ញុំវាអត់មាន email ខ្ញុំគឺដាក់អត់បានអញ្ចឹងខ្ញុំស្កប់វីដេអូតំណឹងហ្មងទៅដោយសារអត់ចង់ឲ្យវីដេអូហ្នឹងវែងពេកហើយបងប្អូនមាន account បងប្អូន log in ហ្នឹងបងប្អូន log មួយ Facebook ដាក់ Facebook មកបងប្អូន log មួយអីដាក់មួយហ្នឹងមកណាបងប្អូនអញ្ចឹងវីដេអូខ្ញុំបញ្ចប់ទៅត្រឹមហ្នឹងហើយបងប្អូនបាយបាយ